ពីសួរបងបាយមានគោទាំងអស់ប្រហែលមានគូទាំងអស់8ដល់10ក្បាល ហើយធ្វើម៉េចបានគេអាចចំគោល្អដែរបងឯងបាន ជាយើងមើលថែមើលខ្លែងលុកពីបាញ់ថ្នាំស្រូវដាំអីយើងបំបេកមិនឲ្យស៊ីអាស្រែដែលគេបាញ់បើភ្លៀងម្ដងអីពីរដងអីវាជ្រះហើយឲ្យស៊ីទៅបានបាទកុំឲ្យប៉ះជួបប្រទេសអល់ចេយើងទេរភាពរបស់យើងដេញតែមួយនៅ2នៅ3នៅហើយយើងចំណាយពេលក្នុងមួយឆ្នាំបើមី5កើត5បាទ ហើយចុះមួយឆ្នាំគេគួរទិញចូលគោពេលណាហើយពេលណាគួរលក់គោចេញវិញ មិនបាក់លក់ទេបើយើងមានលទ្ធភាពខ្វៀល បាទ ឈ្នួលឬស្អើយមានគេមើលឬមានគេប្រវាស់អត់បាក់លក់ចេញទេបាទទុកឲ្យបានមកប្អូនវាបានហើយ10000ជាងទៅបាទប្រមូលដូចយើងដាំដំណាំចឹងមីមិនលក់ថាកូននេះបេះដូចយើងបេះផ្លែលក់បាទខ្ញុំជួយចោះហើយនេះបានគេមានលទ្ធភាពទៅបើគូយួនចាស់គេអាចរកបានថ្មីវិញបាទហើយគ្រឿងដេកគាត់ណាតែទិញហើយវាច្រេះនេះដូចគាត់វិញសម្ងាយអាខ្លះអត់បានគិតអត់មានមុខរបរបានលុយច្រើនឡានខូច ចុះធ្វើម៉េចបានដឹងថាគោចិញ្ចឹមតែវាល្អកុំឲ្យមានជំងឺ ល្អវាអត់ដែលមើលអាចវាបាទអាចនោមវាអត់ដែលរីអត់ដែលរុះបើមើលតែអាចផ្លែកយើងចូលទៅកលែងបនវាដេកស្រែលេងទៅចង់ទៅអីយើងមើលថាបើអាចវាសម្ពោឲ្យពេទ្យចាក់បាទពេទ្យសัตว์មានគីម៉ូប្រាប់ថាគូនេះឈឺចាក់បាទទេរភាព